កងទ័ពទី14មកថឹងម្ចាស់ស្រុកស៊ីឡាំងកងទ័ពទី15ចាំងយ៉ាងម្ចាស់ស្រុកសាំងតាងកងទ័ពទី16កុងស៊ុនចានម្ចាស់ស្រុកប៉េពីងបងប្អូនទាំង3លីវគួនចាងពិតជាពួកគេមែនតាមពិតលីវវត្តជាធំនិងអាហ្វ្រីគឺពិតជាបងប្អូនលីវប៉េមែនស៊ុនជៀនក៏មកដែរកងទ័ពទី17ម្ចាស់ស្រុកឆាងសាស៊ុនជៀនកងទ័ពទី18កងទ័ពផ្ទាល់របស់ឆាវឆាវចំនួន15,000 នាក់ម្ចាស់កងទ័ពទាំង18ត្រកូល18ត្រកូលមែនលោកគ្រូពិតជាដឹងរឿងឋានស៊ូក្រមុនមែនពួកយើងរួបរวมគ្នាជាសម្ព័ន្ធមិត្តរួមចិត្តរួមផ្លុំដើម្បីបម្រើជាតិគ្មានចិត្តក្បត់ឡើយអ្នកណាហ៊ានក្បត់សម្បត្តិនឹងត្រូវវិនាសទាំងពូជសម្រាប់ចោរតុងជួសម្រាប់ជនក្បត់ជាតិលោកគ្រូមិនក៏រំភើបម្លេះអញមិនយល់ទេនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មងលោកគ្រូដូចជាដឹងមុនថាមានឈុតនេះអញ្ចឹងប្រព័ន្ធជូនដំណឹងដល់ម៉ោងបំពេញបេសកកម្មហើយដកពិន្ទុបុណ្យទាំងអស់លោកចៅសិទ្ធបដូរសម្បត្តិត្រឡប់ទៅផ្ទះយកអញ្ចឹងចុះដល់ម៉ោងធ្វើការហើយតាចាងជឺឡុងខ្ញុំនឹងទៅចូលរួមតបហើយណាអាត្មានឹងទៅកំដរលោកគ្រូដែរជឺឡុងក៏សុំទៅជាមួយលោកគ្រូដែរតាចាងសុខភាពលោកអញ្ចឹងដើរផ្លូវឆ្ងាយកើតទេម្យ៉ាងទៀតទីនោះជាសមរភូមិណាត្រឹមការវាយប្រយុទ្ធធម្មតាអាត្មាមិនខ្លាចអ្នកណាទេលើកលែងតែនីលីពូមួយអញ្ចឹងមានជឺឡុងជួយទប់ហើយធានាសុវត្ថិភាពលោកគ្រូហ្មងបើលោកគ្រូត្រូវធ្វើដំណើរឆ្ងាយហ្វឹងសៀវក៏ត្រូវតែទៅតាមការពីដែរចំយៈចាំងជាវចៅយុនគូកជាអ្នកកំដរសុទ្ធតែកម្ពុជាអញ្ចឹងមួយវគ្គនេះស៊ីផុយហ្មងហ្វឹងសៀវអញពិតជាចង់ទៅតាមមែនទីនោះគេច្បាំងគ្នាណាផ្លែដៅគ្មានភ្នែកទេកន្លែងណាដែលលោកគ្រូទៅបានខ្ញុំក៏ទៅបានដែរខ្ញុំទៅធ្វើផ្លូវទេឯងជាអ្នករៀនសូត្រទៅកន្លែងបែបនឹងធ្វើអីខ្ញុំអានសៀវភៅក្បួនសិទ្ធច្រើនហើយតែមិនធ្លាប់ឃើញសមរភូមិពិតប្រាកដទេលោកគ្រូថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្ញុំមិនចង់រំលងទេស្រែកឡើងកប់ហ្មងតែខ្ញុំគិតថាលោកគ្រូស្រែកត្រូវអូខេដល់ពេលហ្នឹងបើអញទ្រាំលំបាកក្នុងសមរភូមិមិនបានខ្ញុំមិនជូនឯងមកផ្ទះវិញទេណាមកធ្វើអីហ្នឹងបងប្រុសពួកយើងមកសុំធ្វើកម្មករស៊ីឈ្នួលធ្វើផ្លូវធ្វើស្ពានការងារអីក៏ចេះធ្វើដែរធ្វើផ្លូវធ្វើស្ពានត្រឹមពួកឯងហ្នឹងបងឯងក៏មើលងាយរូបរាងស្គមណាតែធ្វើការកម្លាំងខ្លាំងណាស់កម្លាំងខ្លាំងចុះអញថាតាចាស់នេះអាចធ្វើអីការជូតោគាត់និយាយលេងទេគាត់ជាជាងឈើចាស់ភាសាបတ်ពិសោធន៍ពេញខ្លួនអ្នកកំឡោះទីនេះកន្លែងធ្វើសិទ្ធអ្នករៀនសូត្រមកធ្វើអីខ្ញុំអាចកត់បញ្ជីនិងគ្រប់គ្រងស្បៀងបានជំរុំកម្មករគង់តែត្រូវការអ្នកកត់បញ្ជីតើមែនទេបានទុកឲ្យនៅកត់បញ្ជីចុះយុវជនម្នាក់នេះមើលទៅដូចធ្លាប់ហាត់ក្បាច់គុណអញ្ចឹងធ្លាប់ហាត់ក្បាច់គុណខ្លះអាចជួយបញ្ចេញកម្លាំងបានចុះលំពេងឯងនេះសម្រាប់ការពារខ្លួនទេតាមផ្លូវមិនសូវសុវត្ថិភាពអូខេទុកឲ្យនៅទាំងអស់គ្នាទីនោះមានតង់ទំនេរទៅរៀបចំខ្លួនឯងទៅស្អែកចាប់ផ្ដើមធ្វើការអរគុណច្រើនបងប្រុសកន្លែងរៀងលំបាកបន្តិចហើយទ្រាំសិនទៅប៉ុណ្ណេះគ្រាន់បើជាងការជំនន់ក្បាំងក្បាលលឿងឆ្ងាយណាស់ស្អែកចាប់ផ្ដើមធ្វើការហើយពួកយើង4នាក់ត្រូវបែងចែកគ្នាតាចាងជឺឡុងអ្នកទាំងពីរទៅធ្វើផ្លូវជាមួយខ្ញុំហ្វឹងសៀវអញទៅកត់បញ្ជីហើយឆ្លៀតស៊ើបការផងខ្ញុំកំពុងតែចង់ទៅមើលកងទ័ពរបស់ម្ចាស់តកូលនេះមួយស្រាប់តោះឆាប់ចូលដេកទៅស្អែករវល់ច្រើនណាស់លោកគ្រូនិយាយត្រូវមែននេះពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមែនបានមកដល់ហើយត្រូវតែធ្វើការផ្លូវខាងនោះត្រូវទឹកចំនួនគួចដាច់អស់ហើយកងទ័ពសម្ព័ន្ធមិត្តត្រូវដឹកស្បៀងត្រូវតែធ្វើឲ្យហើយគ្មានបញ្ហាទុកភារកិច្ចនេះឲ្យខ្ញុំចុះមួយថ្ងៃដោះស្រាយរួចរាល់ហ្មងឯហ្នឹងផ្លូវនឹងបាក់អស់5លីឯណោះមនុស្សរាប់សិបនាក់ជួសជុលប៉ុន្មានថ្ងៃហើយមិនទាន់ហើយផងឯងថាមួយថ្ងៃសាក់មើលទៅដឹងហើយតោះទៅមើលបណ្ឌិតមើលហ្វឹងសៀវឯងទៅកន្លែងកត់បញ្ជីតាមដែលបានរៀបចំពីម្សិលមិញទៅ
ផ្លូវនេះធ្វើលេងកាត់ហើយគ្រឹះហូរតាមទឹកអស់ហើយតតែវាគ្រឹះសាថ្មីវាគ្រឹះស្អីទៀតតិចទៀតគេច្បាំងគ្នាហើយអ្នកណាគេខ្វល់ពីរឿងផ្លូវទៀតគ្រឹះអត់ទាន់ខូចអស់ទេគ្រាន់តែស្រុតដីខាងលើទេពីត្រឹមនេះដល់នេះគ្រាន់តែកាយថ្មចេញហើយក្រាមួយជាន់ទៀតទៅបានហើយឯងមើលតែមួយផ្លែតដឹងហ្មងសាក់មើលសិនទៅតោះជួយគ្នាមកតោះវើយជួយសែងឈើនេះមកបាទមកហើយតោះវើយសែងឈើមកទីនេះមកបាទលោកតាយកបន្ទះថ្មនេះទៅក្រាបពីលើឈើទៅនេះជាវិជាសិល្បតារួចរាល់ហើយសម្រាប់ចុះផ្លូវនេះមិនក៏មានអារម្មណ៍ប្លែកម្លេះដើរទៅស្រាលខ្លួនហ្មងតោះទៅហូបបាយទៅស្អែកមានការងារទៀតឆាប់ទៅរីការប្រាប់ឧត្តមសេនីយ៍ទៅជំរំខាងក្រៅមានកម្ពុជាមនុស្សមកហើយត្រឹមតែកន្លះថ្ងៃធ្វើផ្លូវបាន2គីឡូកន្លះឯណោះខ្ញុំឃើញផ្ទាល់ភ្នែកខ្មងផ្លូវនោះមានរឿងចម្លែកលោកម្ចាស់ជំរំកងកម្លាំងក្រៅក្បែរច្រកស៊ីស៊ួយមានមនុស្សប៉ុន្មានអ្នកទើបតែមកដល់ក្នុងនោះមានម្នាក់ចេះវិជាសិល្បប្រើពេលតែមួយថ្ងៃធ្វើផ្លូវបាន2គីឡូកន្លះវិជាសិល្បអីទៅម្នាក់នោះចេះប្រើដាវហោះកាប់ឈើហើយប្រើធម្មពលវេទមន្តក្រាវថ្មទៀតត្រឹមវិជាកំពេចកំពកប៉ុណ្ណឹងអ្នកដែលមានធម្មពលត្រឹមកម្រិតជីនតាន់យេនគឺអាចធ្វើបានបាត់ទៅហើយមានអ្នកតាំងសេលនៅលីឡំក្នុងជំរំកងកម្លាំងវាមិនមែនជារឿងចម្លែកទេប៉ុន្តែផ្លូវនោះពេលដើរទៅមានអារម្មណ៍ប្លែកដើរទៅស្រាលខ្លួនហ្មងមានរឿងចម្លែកដឹងអត់ថាគេជាអ្នកណាទូបង្គំបានស៊ើបហើយឈ្មោះដែលចុះបញ្ជីគឺលីឆាងអានឡៃឆេងហ្គិនគេថាជាជាងធ្វើផ្លូវមកពីយីងឆាន់យីងជួនជាងធ្វើផ្លូវមកពីយីងឆាន់តាមដានបន្តទៀតទៅបើមានសកម្មភាពអីប្លែករីកាភ្លាមលីឆាងអានតើគេជាអ្នកណាទៅណោះឧត្តមសេនីយ៍ជំរំកងកម្លាំងក្រៅក្បែរច្រកស៊ីស៊ួយមានមនុស្សប៉ុន្មានអ្នកទើបតែមកដល់ក្នុងនោះមានម្នាក់ចេះវិជាសិល្បប្រើពេលតែមួយថ្ងៃធ្វើផ្លូវបាន2គីឡូកន្លះឈ្មោះដែលចុះបញ្ជីគឺលីឆាងអានមកពីយីងឆាន់លីឆាងអានឯងប្រកាសអត់ប្រកាសណាស់ទៀនទូលបង្គំឃើញផ្ទាល់ភ្នែកខ្មងគេប្រើដាវហោះចាស់មួយនិងបន្ទាត់កង់ដ៏ចម្លែកមួយលោកគ្រូមកហើយលោកគ្រូលោកមកជួយខ្ញុំមែនទេបញ្ជីចុះទៅក្រោមហាមទៅរំខានអ្នកទាំងនោះនៅជំរំកងកម្លាំងដាច់ខាតធ្វើជាមិនដឹងមនុស្សទៅបាទឧត្តមសេនីយ៍ជំរំកងកម្លាំងក្រៅក្បែរច្រកស៊ីស៊ួយមានមនុស្សប៉ុន្មានអ្នកទើបតែមកដល់លោកធ្លាប់ផ្ដាំថាឲ្យចាប់អារម្មណ៍អ្នកដែលមកពីយីងឆាន់ពួកនេះគឺមកពីយីងឆាន់ហ្មងហើយមេកាយឈ្មោះលីឆាងអានឧត្តមសេនីយ៍តើលោកចង់ស៊ើបពីលោកគ្រូម្នាក់នោះមែនទេគឺគាត់ច្បាស់ជាគាត់ហើយឧត្តមសេនីយ៍ចង់ទៅជួបលោកគ្រូអត់លោកគ្រូមកធ្វើផ្លូវអញ្ចឹងផ្លូវមួយនេះច្បាស់ជាមិនធម្មតាទេមិនបាច់ទេលោកគ្រូលាក់ឈ្មោះមកធ្វើជាកម្មករកម្លាំងបាយច្បាស់ជាមានហេតុផលរបស់គាត់ហើយយើងមិនត្រូវទៅរំខានគាត់ទេបញ្ជីចុះទៅស្អែកពេលដឹកស្បៀងត្រូវដើរតាមផ្លូវដែលទើបតែធ្វើថ្មីនោះទទួលបញ្ជាព្រឹកស្អែកកងទ័ពយើងចេញដំណើរតាមផ្លូវនេះវាងទៅខាងក្រោយច្រកស៊ីស៊ួយដើម្បីកាត់ផ្ដាច់ផ្លូវស្បៀងរបស់ទ័ពស៊ីឡាមលោកម្ចាស់ផ្លូវនេះត្រូវដើរវាងឆ្ងាយជាង20គីឡូហើយមានផ្លូវភ្នំមួយកាត់ដែលរងការបាក់ស្រុតដោយសារទឹកជំនន់ពិបាកដែរណាកន្លែងដែលបាក់ស្រុតនោះហើយជាកន្លែងដែលលោកគ្រូកំពុងតែជួសជុលនោះពួកឯងបានទៅមើលហើយនៅទូលបង្គំបានទៅមើលហើយផ្លូវនោះពិតជាមិនធម្មតាមែនដើរទៅមិនត្រឹមតែមិនហត់ទេថែមទាំងមានកម្លាំងនិងស្រាលខ្លួនទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំផ្ទាល់បានប្រើធម្មពលវេទមន្តពិនិត្យមើលហើយគឺមានធម្មពលតារាពីលើមេឃជួយថែមទៀតទោះបីជាដឹកអីវ៉ាន់ធ្ងន់ទៅដល់ទីនោះក៏ស្រាលដូចរោមសត្វដែរមិននឹងអាចទៅរួចបញ្ជីចុះទៅស្អែកម៉ោង3ភ្លឺដើម្បីម៉ោង5ព្រឹកចេញដំណើរកងទ័ពទាំងអស់ត្រូវដើរតាមផ្លូវដែលលោកគ្រូធ្វើនោះវាងទៅខាងក្រោយច្រកស៊ីស៊ួយបញ្ជាកងទ័ពទាំងអស់ចេញដំណើរលោកម្ចាស់តើលោកគ្រូម្នាក់នោះតាមពិតទៅគាត់ជាអ្នកណាឲ្យប្រកាសទៅគាត់គឺជាអ្នកដែលមានគុណជួយជីវិតខ្ញុំឧត្តមសេនីយ៍មានរឿងអីកើតឡើងគឺកងទ័ពសម្ព័ន្ធមិត្តពួកគេបានកាប់ផ្ដាច់ផ្លូវស្បៀងយើងពីខាងក្រោយបាត់ហើយស្អីគេផ្លូវស្បៀងអ្នកណាជាអ្នកធ្វើមើលតាមទីដៅគឺជាកងទ័ពរបស់ស៊ុនជៀនពួកគេដើរតាមផ្លូវដែលយើងមិនដឹងវាងមកដល់ខាងក្រោយបាត់
មិននឹងអាចទៅរួចខាងក្រោយសុទ្ធតែជាផ្លូវភ្នំកងទ័ពធំមិនអាចឆ្លងកាត់បានទេឧត្តមសេនីយ៍ផ្លូវស្បៀងត្រូវកាប់ផ្ដាច់ហើយកងទ័ពយើងទប់បានមិនដល់10ថ្ងៃទេត្រូវតែវាដណ្ដើមយកមកវិញឲ្យបានខ្ញុំនឹងដឹកនាំទ័ពទៅផ្ទាល់បញ្ជាកេនទ័ពចេញប្រយុទ្ធស៊ុនជៀនឯងហ៊ានកាត់ផ្លូវស្បៀងឯងផងឯងនឹងធ្វើឲ្យឯងត្រឡប់ទៅជំរំវិញលេងបានរហូតហ្មង